នៅក្នុងប្រវត្តិសាស្ត្រពិភពលោកមានបរិះមួយចំនួនដែលល្បីថាមានប្រពន្ធច្រើនខ្លាំងដោយសារតែអំណាចទ្រព្យសម្បត្តិឬប្រពៃណីវប្បធម៌នៅសម័យនោះមនុស្សខ្លះមានប្រពន្ធរាប់សិបនាក់ខ្លះទៀតរាប់រយនាក់ខាងក្រោមនេះគឺជាបរិះដែលត្រូវបានគេចាត់ទុកថាមានប្រពន្ធច្រើនជាងគេនិងល្បីជាងគេនៅក្នុងប្រវត្តិសាស្ត្រទី1គឺមូលេអ៊ីស្ម៉ែលបុរសដែលមានប្រពន្ធនិងកូនច្រើនបំផុតគាត់គឺជាស៊ុលតង់នៃប្រទេសម៉ារ៉ុកដែលគ្រប់គ្រងនៅចន្លោះឆ្នាំ1672ដល់ឆ្នាំ1727គាត់ល្បីខ្លាំងទាំងផ្នែកសង្គ្រាមនិងជីវិតគ្រួសារមានប្រពន្ធនិងនារីក្នុងហារ៉េមជាង500នាក់និងមានកូនជាង1000នាក់នៅសម័យនោះស្ដេចអ៊ីស្លាមជាច្រើនមានហារ៉េមដែលជាកន្លែងសម្រាប់ប្រពន្ធនិងនារីក្នុងរាជវាំងការមានប្រពន្ធច្រើនត្រូវបានគេចាត់ទុកថាជាសញ្ញានៃអំណាចនិងភាពមានមហិច្ឆតាគាត់មានកងទ័ពខ្លាំងនិងគ្រប់គ្រងម៉ារ៉ុកដោយភាពតឹងរ៉ឹងមនុស្សជាច្រើនខ្លាចគាត់ព្រោះគាត់ត្រូវបានគេចាត់ទុកថាជាមនុស្សដ៏ខូចខើទោះជាយ៉ាងណាក៏ដោយគាត់ក៏បានធ្វើឲ្យប្រទេសរឹងមាំនិងមានឥទ្ធិពលខ្លាំងនៅអាហ្វ្រិកខាងជើងផងដែរទី2នោះគឺស្ដេច King Sobusa ទី2ស្ដេចដែលមានប្រពន្ធជាង70នាក់គាត់គឺជាព្រះមហាក្សត្រនៃប្រទេសអ៊ីស្វ៉ាទីនីនៅអាហ្វ្រិកគាត់គ្រងរាជរយៈពេលវែងជាងគេម្នាក់ក្នុងពិភពលោកគាត់មានប្រពន្ធប្រហែល70នាក់មានកូនជាង200នាក់និងមានចៅទួតរាប់ពាន់នាក់នៅក្នុងវប្បធម៌ប្រទេសនេះការមានប្រពន្ធច្រើនសម្រាប់ស្ដេចគឺជារឿងធម្មតាគាត់រៀបការជាមួយស្ត្រីពីគ្រួសារផ្សេងៗដើម្បីបង្កើតទំនាក់ទំនងនយោបាយនិងរក្សាសន្តិភាពរវាងពលសម្ព័ន្ធគាត់ត្រូវបានគេចងចាំថាជាស្ដេចដែលមានឥទ្ធិពលខ្លាំងនិងធ្វើឲ្យប្រទេសមានអត្តសញ្ញាណវប្បធម៌ខ្លាំងរហូតដល់សព្វថ្ងៃទី3នោះគឺស៊ីអូណាឆាណាបុរសដែលមានគ្រួសារធំបំផុតនៅក្នុងសម័យទំនើបនេះគាត់ជាមេដឹកនាំសាសនាតូចមួយនៅរដ្ឋមីសូរ៉ាមនៃប្រទេសឥណ្ឌាគាត់ល្បីទូទាំងពិភពលោកដោយសារមានគ្រួសារធំបំផុតគ្រួសាររបស់គាត់មានប្រពន្ធ39នាក់កូន94នាក់ចៅជាច្រើនសមាជិកគ្រួសារសរុបជាង180នាក់ពួកគេទាំងអស់រស់នៅក្នុងផ្ទះធំមួយដែលមានបន្ទប់ជាច្រើនក្រុមគ្រួសាររស់នៅមានរបៀបរៀបរយដោយប្រពន្ធនីមួយៗមានភារកិច្ចខុសគ្នាដូចជាចម្អិនអាហារសម្អាតនិងថែទាំកូនរឿងរបស់គាត់ធ្លាប់ចេញផ្សាយក្នុងទូរទស្សន៍និងសារព័ត៌មានជាច្រើនទូទាំងពិភពលោកព្រោះគ្រួសាររបស់គាត់ធំខ្លាំងមិនធម្មតាទី4នោះគឺព្រីកាំយ៉ាងមេដឹកនាំសាសនាដែលមានប្រពន្ធច្រើនគាត់ជាមេដឹកនាំសាសនាម៉ាម៉ុននៅសហរដ្ឋអាមេរិកក្នុងសតវត្សទី19គាត់មានប្រពន្ធប្រហែល55នាក់កូនជាច្រើនសិបនាក់នៅសម័យនោះក្រមសាសនារបស់គាត់អនុញ្ញាតឲ្យមានប្រពន្ធច្រើនប៉ុន្តែក្រោយមករដ្ឋាភិបាលអាមេរិកបានហាមឃាត់ការមានប្រពន្ធច្រើនហេតុអ្វីបានជាបរិះទាំងនេះមានប្រពន្ធច្រើនម្ល៉េះនៅសម័យបុរាណឬក្នុងវប្បធម៌ខ្លះៗការមានប្រពន្ធច្រើនអាចបណ្ដាលមកពីអំណាចនិងទ្រព្យសម្បត្តិប្រពៃណីសាសនាការបង្កើតសម្ព័ន្ធនយោបាយការបង្ហាញកិត្តិយសនិងឥទ្ធិពលការចង់មានកូនច្រើនប៉ុន្តែសប្តាហ៍ថ្ងៃប្រទេសជាច្រើនបានកំណត់ច្បាប់ឲ្យមានប្រពន្ធតែមួយដើម្បីការពារសិទ្ធិស្ត្រីនិងសមភាពក្នុងគ្រួសារតើប្រិយមិត្តទាំងអស់គ្នាចង់មានប្រពន្ធច្រើនដូចពួកគាត់ដែរឬទេចំណែក admin វិញសុំតែមួយបានហើយព្រោះខ្លាចចិញ្ចឹមកូនគេមិនរស់ណាមួយបើមានច្រើនខ្លាចរស់មិនបានយូរតាលុsorry